Welcome back to សភាពបរោះកម្ពុជាតូជីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងសម្ដែងបន្តការបំបែបដែលកណ្ដន់មេជីដ៏អស្ចារ្យប្រាំនៃភាពមួយនេះយើងបានឃើញអាសើនៅកន្លែងមួយជាមួយនឹងសាកសមអ្វីមួយផងដែរអាសើបានដកកម្រាលប្រោបនោះចេញនោះគឺជាសាកសមរបស់ស្ដេចបិសាចអុកនឹងហើយអាសើបានមើលទៅក្រដាត់ក្របនោះបន្ទាប់មកអាសើនិយាយថាអូយស្អុយខ្លាំងហ៎អាសើបានត្រួតពិនិត្យសាកសមរបស់បិសាចអុកនោះអាសើបាននិយាយថាមើលទៅរាងកាយទាំងមូលរបស់វាគ្មានចំណុចណាដែលពិសេសតតែសោះអាសើរបស់យើងបានគិតក្នុងចិត្តថាគ្មានអ្វីដែលចម្លែកអញ្ចឹងខ្ញុំមិនអាចច្រាវជ្រាវអ្វីផ្សេងបានទេអាសើបានងើបពីអង្គុយបន្ទាប់មកអាសើរបស់យើងក៏បានភ្ញាក់ព្រោះបានឃើញស្នាមរបួសតូចមួយនៅលើដងខ្លួនរបស់វាបន្ទាប់មកអាសើរបស់យើងបានគិតក្នុងចិត្តថាការជាសះស្បើយរាងកាយវាអាចជាសះស្បើយនៃរបួសធ្ងន់បានប៉ុន្តែស្នាមរបួសតូចមួយមិនអាចព្យាបាលបានអញ្ចឹងអាសើបានត្រួតពិនិត្យស្នាមរបួសមួយនោះហើយអាសើបានវាកាត់ដើម្បីច្រាវជ្រាវយកតែម្ដងបន្ទាប់មកអាសើរបស់យើងបាននិយាយថាពេលនេះប្រហែលខ្ញុំអាចបង្កើតនៅសារធាតុមួយបានកាត់មកដល់ពេលនេះយើងបានឃើញអាសើកំពុងតែរៀបចំធ្វើដំណើរចាក់ចេញពីកន្លែងហ្នឹងហើយអាប៉ែបរទេសបាននិយាយទៅកាន់អាសើថាសូមរីករាយជាមួយរង្វាន់របស់អ្នកសម្រាប់ពួកយើងផ្ដល់ទៅកាន់អ្នកអាសើបានតបថាមើលទៅរង្វាន់ទាំងអស់នោះគឺមានច្រើនណាស់ខ្នាយបាននិយាយទៅកាន់អាសើរបស់យើងថាអ្នកមិនចាំបាច់មានការក្រែងចិត្តនោះទេវាគឺជារង្វាន់ដែលស័ក្តិសមនឹងអ្នកហើយអាសើបាននិយាយទៅកាន់អ្នកទាំងពីរថាពេលនេះខ្ញុំធ្វើដំណើរចាក់ចេញហើយសូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពផងមុនពេលដែលយើងជួបគ្នាម្ដងទៀតបន្ទាប់មកអាប៉ែរបស់ប្រទេសបានស្រែកថាកុំភ្លេចមកលេងពួកយើងផងអាសើក៏បានលេងដៃបាយហើយក៏បានដើរចេញបាត់ទៅសាច់រឿងបានកម្មមកដល់ភូមិមួយដែលនៅជិតបារ៉ុនទីស៊ីផងដែរយើងក៏បានឃើញអាសើធ្វើដំណើរមកទីក្រុងនេះផងដែរអាសើបានមើលផែនទីហើយនិយាយថានេះមិនមែនជាទីក្រុងដែលខ្ញុំចង់ទៅនោះទេវាគ្រាន់តែជាភូមិតូចមួយតែប៉ុណ្ណោះអាសើបានចូលទិញហ្វមកន្លែងមួយហើយគាត់បានគិតក្នុងចិត្តថាខ្ញុំនឹងសម្រាកនៅទីនេះមួយថ្ងៃស្អែកខ្ញុំធ្វើដំណើរទៅទីក្រុងអាសើរបស់យើងបានភ្ញាក់ព្រោះគាត់បានឃើញមនុស្សពីរនាក់កំពុងតែនិយាយគ្នាបន្ទាប់មកអាសើរបស់យើងក៏ដូចជាអ្នកចិត្តខាងរបស់យើងផងដែរដែលចង់ដឹងរឿងគេមែនតើក៏បានប្រើវេទមន្តបង្ការនៃការស្ដាប់ពេលនេះគឺបានស្ដាប់ឡើងច្បាស់តែម្ដងដែលបុរសម្នាក់នឹងនិយាយផងធ្វើកាយប្រកបផងដែលធ្វើឲ្យអ្នកស្ដាប់ក៏មានការខ្លាចផងដែរការសន្ទនារបស់អ្នកទាំងពីរត្រូវបានស្ដាប់ដោយអាសើទាំងអស់ពួកគេនិយាយទៅដល់កូប្រៀនដែលបានវាបហាភូមិដែលអាសើរបស់យើងទៅដោះស្រាយពីមុននោះបន្ទាប់មកអាសើរបស់យើងបាននិយាយថាវាគឺជាព័ត៌មានសិតតែគ្មានប្រយោជន៍ទាំងអស់ហើយអាសើក៏បានរៀបចំធ្វើដំណើរតទៅមុខទៀតអាសើបានឈប់មួយផ្លែព្រោះពួកគេបាននិយាយទៅដល់រឿងសំខាន់ដែលគួរឲ្យអាសើចាប់អារម្មណ៍ពីរនាក់នោះបាននិយាយទៅដល់បុរសម្នាក់ដែលដាក់អន្ទាក់ក្នុងព្រៃគាត់បានដកជាប់ទន្សាយមួយបន្ទាប់មកគាត់មានភាពជើបអើជាខ្លាំងព្រោះបានឃើញអ្វីមួយនៅពីក្រៅខ្នងរបស់គាត់ព្រោះគាត់បានឃើញគោប្លៀនមួយដ៏ធំប៉ុណ្ណានៃកំពុងតែចាប់អ្វីស៊ីហើយអាសើបានផ្ទាត់ដៃដើម្បីបញ្ឈប់វេទមន្តរបស់គាត់ហើយគាត់និយាយថាស្ដាប់តែប៉ុណ្្នឹងសិនបានហើយអាសើបានគិតក្នុងចិត្តថាទីនេះគឺមានពពួកគោប្លៀនដែលមានរូបរាងធំយើងបានឃើញអាសើញញឹមយ៉ាងស្រស់តែម្ដងមិនដឹងថាគាត់គិតឃើញអ្វីនោះទេកាន់មកដល់ព្រៃនៅកន្លែងមួយយើងបានឃើញគោព្រួយបាញ់ត្រូវគោប្លៀនស្លាប់ភ្លាមតែម្ដងបន្ទាប់ពីនេះយើងបានឃើញមនុស្សពីរនាក់ដែលម្នាក់ស្រីនោះមានឈ្មោះថាមីរ៉ាគឺជាអ្នកសងព្រេងដែលមានចំណាត់ថ្នាក់ Silver និងបុរសដែលនៅក្បែរនោះមានឈ្មោះថាលូគឺក៏ជាអ្នកសងព្រេងដែលមានចំណាត់ថ្នាក់ Silver ផងដែរយើងបានឃើញពីរនាក់នឹងកំពុងតែឆ្លោះគ្នាបន្ទាប់មកយើងបានឃើញតួអង្គថ្មីពីរនាក់ទៀតហើយដែលម្នាក់ស្រីនោះមានឈ្មោះថាអ៊ីគ្រីនិងបុរសនៅគេនឹងមានឈ្មោះថាមីតពួកគេក៏ជាអ្នកសងព្រេងដែលមានចំណាត់ថ្នាក់ Silver ដូចគ្នាទាំង4តែម្ដងពួកគេបានប្រទះឃើញរោងភ្នំអ្វីមួយអ៊ីគ្រីបានដកយកផែនទីមកមើលហើយនាងបាននិយាយថានេះគឺជារោងភ្នំរបស់បិសាចកូប្លៀនដែលមានរូបរាងធំនេះទាំង4បានចូលទៅមុខរោងភ្នំនោះហើយអ៊ីគ្រីបាននិយាយថាមុនយើងចូលទៅកាន់ខាងក្នុងយើងគួរតែបំផ្លាញអ្វីដែលនៅមុខរោងភ្នំជាមុនសិនហើយអ៊ីគ្រីបានប្រើវេទមន្តដែលមានឈ្មោះថាអាប់បឺសានជំនួយទៅកាន់គ្នារបស់នាងមីណាមានការភ្ជាប់ហើយបានលោមកថាសូម្បីតែធូលីពេលនេះក៏ខ្ញុំអាចមើលឃើញផងដែរហើយអ៊ីគ្រីបាននិយាយថាពេលនេះយើងអស់បារម្ភទៀតហើយមីតបានតបទៅកាន់អ៊ីគ្រីថាអ្នកគួរឲ្យទុកចិត្តមែន leader អ្នកទាំង4បានដើរចូលទៅក្នុងរោងភ្នំអ៊ីគ្រីបានងាកមកក្រោយហើយមីណាបានសួរថាអ៊ីគ្រីតើមានអ្វីខុសមែនទេអ៊ីគ្រីបានតបទៅកាន់មីណាថាគ្មានអ្វីទេប៉ុន្តែក្នុងចិត្តរបស់នាងបានគិតថាខ្ញុំមានអារម្មណ៍ដូចជាមានអ្នកប្រើប្រាស់ម៉ាណានៅក្បែរនេះយើងក៏បានលើសំឡេងចេញពីព្រៃមួយកាត់មករោងភ្នំវិញយើងបានឃើញពន្លឺភ្លើងចេញពីកន្លែងនោះយើងបានឃើញគោប្លៀនចំនួន3និងក្រុងក្បាលជាច្រើនយើងបានឃើញពន្លឺនៅពីក្រៅខ្នងរបស់គោប្លៀនគ្រប់រួចមួយហោះមកត្រូវក្បាលគោប្លៀនមួយទៀតស្លាប់ភ្លាមយើងបានឃើញលូគឺនឹងមីតបានស្ទុះយ៉ាងលឿនបន្ទាប់មកអ្នកទាំងពីរបានប្រើស្នេហ៍ដើមម្នាក់ម្ដងកាប់គោប្លៀនពីរទៀតស្លាប់ភ្លាមមីរ៉ាបានមកដកគ្រាប់ព្រួញចេញពីបិសាចគោប្លៀននោះហើយនាងបាននិយាយទៅកាន់អ៊ីគ្រីថាការងារពេលនេះគឺធ្វើលឿនជាងមុនអ៊ីគ្រីបានតបថាកុំតន់អាសប្បាយចិត្តវាមិនតន់ចប់នោះទេអ្នកទាំង4បានមើលទៅកន្លែងមួយមីរ៉ាបានដើរទៅកន្លែងនោះហើយនាងបាននិយាយទៅកាន់គ្នារបស់នាងថាវាអាចជាគោប្លៀនដែលមានរូបរាងធំខ្ញុំនឹងទៅខាងមុខហើយអ៊ីគ្រីបានតបថាសូមប្រុងប្រយ័ត្នផងមីរ៉ាបានប្រទះឃើញសះសាប់គោប្លៀនស្លាប់ជាច្រើននៅពីមុខរបស់នាងមីរ៉ាមានការភ័យខ្លាចជាខ្លាំងដូចជានាងបានឃើញអ្វីមួយអញ្ចឹងលោកគឺបានដើរចូលមកហើយនិយាយថាតើមានអ្វីខុសមែនទេមីរ៉ានាងទាំងពីរបានឃើញគោប្លៀនមួយដ៏ធំប៉ុណ្ណានៃតែម្ដងនាងទាំង4បានឈមមើលអបិសាចគោប្លៀននោះកំពុងតែស៊ីគោប្លៀនទូចគ្នាវាអបិសាចគោប្លៀនធំនោះបានងើបមកនាងទាំង
4បានរៀបចំខ្លួនដើម្បីនឹងការប្រយុទ្ធមួយនេះរួចទុកជាស្រេចហើយអ៊ីគ្រីបាននិយាយទៅកាន់កូនក្រុមរបស់នាងថាមីរ៉ាអ្នកឆាប់វាប្រហារផ្នែកខាងស្ដាំរបស់កូប្លៀននោះអ្វីដែលសេសសល់បន្ទាប់ទុកឲ្យមីតនិងលូគឺមីរ៉ាបានលុតចោលហើយទៀងគ្រាប់ព្រួយ3គ្រាប់ដាក់ក្នុងព្រួយរបស់នាងហើយបិសាចកូប្លៀនធំនោះបានអង្គុយចោលហើយនៅស៊ីកូនចៅវាដោយមិនដឹងពីវត្តមានរបស់អ្នកទាំង4នោះទេមីរ៉ាកំពុងតែតម្រង់ព្រួយទៅកាន់ផ្នែកអបិសាចនោះបាញ់ទៅទ្រឹបផ្នែកអបិសាចកូប្លៀនធំនោះចំនួន3គ្រាប់ចំតែម្ដងអ្នកទាំងពីរបានរត់ទៅខាងមុខហើយលូគឺបានស្រែកទៅកាន់មីតថាឆាប់លើកសៀលរបស់អ្នកឡើងលូគឺបានលុតជាន់សៀលរបស់មីតហើយគាត់បន្តលុតទៅមុខទៀតបានប្រើស្នៀតដាវកាប់ត្រូវស្មាអបិសាចកូប្លៀនធំនោះលូគឺមានការភ្ជាប់អាព្រោះអបិសាចកូប្លៀនធំនោះបានលើកដៃវាប្រហារមកកាន់គាត់ក្នុងពេលនោះអេគ្រីបានប្រើវេទមន្តដែលមានឈ្មោះថាម៉ាន់ណាមកបើកការវាប្រហារទៅកាន់អបិសាចកូប្លៀនធំនោះអបិសាចកូប្លៀនធំនោះមានការស្រែកជាខ្លាំងបន្ទាប់មកវាបានចាប់យកសាកសពកូប្លៀនមួយកុកសម្ដៅទៅរកអេគ្រីតែម្ដងលូគឺបានព្យាហើយស្រែកថា leader ឆាប់អោនចោះដោយសារភ្លាមពេកអេគ្រីរបស់យើងបានឈរគៀងតែម្ដងយើងបានឃើញអាសើប្រើវេទមន្តមួយបើកការវាប្រហារទៅកាន់អាកូប្លៀនដែលកំពុងតែហោះម៉ងនោះគ្នាទៅនឹងជញ្ជាំងបើកឈាមខ្ទេចតែម្ដងមើលចំពោះអេគ្រីរបស់យើងគឺព្រលឹងរបស់នាងបានហោះទៅស៊ីប្លិតបាត់ទៅហើយគ្រាប់ព្រួយរបស់មីរ៉ាបានហោះទៅរកអាបិសាចកូប្លៀនធំនោះត្រូវក្បាលវាស្លាប់ភ្លាមតែម្ដងអ្នកទាំង3មានការបារម្ភចំពោះអេគ្រីរបស់យើងជាខ្លាំងអ្នកទាំង3បានសួរសុខទុក្ខរបស់អេគ្រីរបស់យើងអេគ្រីបាននិយាយទៅកាន់អ្នកទាំង3ថាមានវេទមន្តខ្យល់លើអាកាសបាញ់មកជួយខ្ញុំប៊ីនឹងស្លាប់ទៅហើយអបាយមិញនេះពួកអ្នកទាំង4ក៏បានរងមើលអ្នកប្រើវេទមន្តនោះផងដែរដោយហេតុរំមិនឃើញមីរ៉ាបាននិយាយទៅកាន់ក្រុមរបស់នាងថាយើងប្រឆាប់ទៅភូមិដើម្បីទទួលរង្វាន់របស់យើងវិញយើងបានឃើញអាសើនៅពេលលើរបស់នាងទាំងអស់គ្នាយើងមិនដឹងថាគាត់មកទីនេះតាំងពីពេលណានោះទេអាសើរបស់យើងបានគិតក្នុងចិត្តថាអ្នកទាំង4រកខ្ញុំនឹងឃើញដោយសារខ្ញុំបានប្រើវេទមន្តបំបាំងកាយអាសើបានមើលទៅកូប្លៀននោះបន្តមកគាត់ចង់ពិសោធន៍កូប្លៀននោះតែម្ដងយើងបានឃើញអ្នកទាំង4បន្តដំណើរទៅមុខនឹងអាសើរបស់យើងធ្វើដំណើរមកពីក្រោយខ្នងរបស់ពួកគេផងដែរអេគ្រីបាននិយាយទៅកាន់ក្រុមកូនរបស់នាងថាអ្នកទាំងអស់គ្នាឆាប់មើលថាតើនៅមានកូប្លៀនដែលនៅរស់ដែរឬទេអាសើបានកើតក្នុងចិត្តថាខ្ញុំប៊ីនឹងត្រូវពួកគេចាប់បានថាមកតាមពួកគេដោយសារនារីម្នាក់ក្នុងចំណោមពួកគេអាចដឹងខ្លឹងពីចំហើយមិនណាបើហើយអាសើបានដកដង្ហើមធំហើយនិយាយថាឥឡូវវាធូរបន្តិចអាសើបានភ្ញាក់ដោយបានឃើញបរិម្នាក់និយាយថាតើអ្នកទាំងអស់គ្នាសុខសប្បាយដែរឬទេនេះគឺជាតើអង្គមកថ្មីមួយទៀតហើយអេគ្រីបាននិយាយទៅកាន់បរិម្នាក់នោះថាអ្នកមិនមែនជាអ្នកសងព្រេងនោះទេសូមបញ្ជាក់អត្តសញ្ញាណរបស់អ្នកបន្ទាប់មកបរិម្នាក់នឹងបានណែនាំខ្លួនថាខ្ញុំគឺជាអ្នកដែលគ្រប់គ្រងនៅកន្លែងនេះហើយបរិម្នាក់នឹងបាននិយាយជាច្រើនបែកអូហូស្ទឹងពេញណាពេញណីទៅបន្ទាប់មកបរិម្នាក់នឹងបានធ្វើជាភ្ញាក់ហើយនិយាយថាតើកូប្លៀននោះមានកម្លាំងយ៉ាងម៉េចដែរបន្ទាប់ពីនេះបរិម្នាក់នឹងបានគិតថាមើលតែអបិសាចកូប្លៀននោះគឺកាកានោះទេប៉ុន្តែស្រះចាដឹងខ្ញុំប្រហែលជាចាប់ទៅហើយខ្ញុំប្រហែលគ្មានអ្វីធ្វើនោះទេក្រៅពីសម្លាប់អ្នកទាំងអស់គ្នាអ្នកទាំង4បានរៀបចំខ្លួនទុកជាស្រេចអេគ្រីបាននិយាយទៅកាន់បរិម្នាក់នោះថាតើអ្នកគិតថាអាចយកឈ្នះពួកយើងទាំង4បានមែនទេអប៉ែនឹងបានតបវិញថាវាជាការពិតណាស់សម្រាប់យកឈ្នះអ្នកទាំង4ងាយស្រួលដូចបកចែកអញ្ចឹងអេគ្រីបានតបថាយើងមិនបាច់ប្រយុទ្ធនោះទេខ្ញុំនឹងសន្យាថានឹងលាក់អាថ៌កំបាំងរបស់អ្នកជាការសម្ងាត់អប៉ែនឹងបាននិយាយថាតើអ្នកគិតថាខ្ញុំអាចឲ្យអ្នកទៅបានយ៉ាងងាយស្រួលមែនទេបានដកដើមមកហើយនិយាយថាតើអ្នកណាចង់ស្លាប់មុនគេចំហើយពេជ្ជឃាតរបស់អប៉ែនឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការខ្លាចជាខ្លាំងផ្លែដាវនេះគឺតំណងសម្រាប់ការសម្លាប់អ្នកទាំងអស់គ្នាខ្លាំងណាស់យើងក៏បានឃើញពលឺអ្វីមួយនៅពីក្រោយខ្នងរបស់អប៉ែនោះគឺជាវេទមន្តវាបិហាចំអប៉ែនឹងភ្លាមតែម្ដងយើងបានឃើញអាសើចូលមកខាងក្រៅអប៉ែនឹងបាននិយាយទៅកាន់អាសើរបស់យើងថាតើអ្នកគូជានរណាអាសើបានជុកចេញជាកងវេទមន្តជាច្រើននៅពីលើដៃរបស់គាត់ហើយគាត់បាននិយាយថាអបាញ់មិញនេះខ្ញុំបានឮថាដូចជាមានអ្នកដែលចង់ស្លាប់អាសើបានយកឈ្នះបរិម្នាក់នោះហើយសាច់រឿងក៏បានកម្មមកដល់ទីក្រុងដែលអាសើចង់ធ្វើដំណើរនឹងមានរឿងរ៉ាវជាច្រើនដល់សាររញ៉េរញ៉ៃដែលអាសើត្រូវដោះស្រាយរួមទាំងមានកំទាត់មកពាត់ចាប់អាសើរបស់យើងផងដែរ